សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃអាទិត្យទី9ខែ8ឆ្នាំ2026បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយនៅខេត្តព្រះវិហារឥឡូវយើងកំពុងធ្វើដំណើរបន្តឆ្ពោះទៅកាន់ប្រាសាទកោះកេរស្ថិតនៅក្នុងស្រុកកលែនខេត្តព្រះវិហារពីខេត្តព្រះវិហារទៅយើងប្រហែលជាត្រូវចំណាយពេល1ម៉ោងទៅអាចដល់ឥឡូវយើងជិតដល់ប្រាសាទមែនតើណាបងប្អូនផ្លូវអូខេឥឡូវបានមកដល់ហើយវាស្មើខៀវស្រងាត់នេះគឺជាខ្លងទ្វារខាងមុខដែលយើងរៀបច្រកចូលទៅខាងក្នុងនៃប្រាសាទនេះគឺជាផ្លាកទិសដៅទស្សនាតោះអញ្ជើញចូលមើលទាំងអស់គ្នាលើយើងបានចូលមកក្នុងខ្លងទ្វារខាងមុខហើយតែដោយសារតែការប្រាសាទខាងមុខនោះមានការកំពុងតែជួសជុលអញ្ចឹងយើងទាំងអស់គ្នាអ្នកមកទស្សនាត្រូវដើរវាងទៅម្ខាងទៀតប្រយ័ត្នបងស្មានេះtao mày kỳ kỳ nó kỳ kỳ mày kỳ mày mà chạy mặt bằng đá dân mà còn phóng đi chơi hay chặt sắp rồi đây đi ông mà lên cái gì ông chẳng đâu này có này nè gì ông này nè ông mà lên cái ông chẳng lên ở tắc kê này nè mau tay នេះគឺជាទស្សនភាពពីខាងក្រោយនៃប្រាសាទហើយយើងឃើញមានកម្មជនដើរហ្នឹងគឺសម្រាប់ឡើងទៅលើកំពូលនៃប្រាសាទហើយនេះគឺជាទីធ្លានៃម្ខាងនៃប្រាសាទមានស្មៅខៀវខ្ចីកាលពីប្រហែលឆ្នាំមុនធ្លាប់មកម្ដងដែរតែដោយសារថ្ងៃចូលឆ្នាំខ្មែរមនុស្សច្រើនពេកអត់បានឡើងអញ្ចឹងថ្ងៃនេះមកគឺចង់ឡើងវ៉ាវឥឡូវខ្ញុំបានមកដល់ហើយបងប្អូនពិតជាស្រស់ស្អាតមែនទែនព្រោះតែខែនេះគឺជាខែធ្លាក់ភ្លៀងផងព្រៃឈើខៀវស្រងាត់ទេសភាពស្អាតមើលផុតកន្ទុយភ្នែកសម្រាប់ប្រាសាទនេះគឺមាន7ជាន់ហើយកម្ពស់ពីក្រោមមកដល់លើគឺ35ម៉ែត្រសាងសង់នៅឆ្នាំ921ឥឡូវចុះពីខាងលើមកវិញហើយយើងដើរទៅមើលប្រាសាទពីខាងមុខវិញម្ដងនេះគឺជាទីធ្លាស្មៅខាងមុខយើងរាប់មើលប្រាសាទមើលមាន7ជាន់មែនអត់1 2 3 4 5 6 7នេះជាទស្សនភាពផ្នែកខាងមុខផ្លូវចូលតែយើងមិនបានមកតាមច្រកនេះព្រោះតែមានការជួសជុលចេញមកតាមផ្លូវយើងបានឃើញប្រាសាទមួយដែលរូបរាងស្អាតយើងក៏បានចូលមកលេងហើយក៏មើលផ្លាកទៅឃើញថាឈ្មោះថាប្រាសាទនាងខ្មៅនៅខាងមុខប្រាសាទគឺជាផ្លូវដែលយើងធ្វើដំណើរនៅយើងមុខទៀតយើងបានឃើញក្រុមប្រាសាទ5ដែលមានចម្លាក់ក្បាច់ក្បូរស្រដៀងទៅនឹងប្រាសាទព្រៃគុកកំពង់ធំយើងដែរមានដើមឈើចាក់ឫសជុំវិញនៅគៀនប្រាសាទយើងឃើញមានដើមរុក្ខជាតិស្អាតមែនទែនដូចជ័រពេលយើងសួរអ្នកនៅទីនោះទៅគាត់ថាគឺជាប្រទាលអញ្ចឹងដំណើរកម្សាន្តថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណបាយបាយ